โดยจะตามการสัญญาการปิดสัปดาห์มุนมาสเตอร์นาลีนังเสนอมาสเตอร์คริสตินาโกรซาหนึ่งเพื่อการชื่อก่อแตะตองจะมวยนังเอาไว้ในการหลายในขนมน้ำปีปอมภัยประมุยนี่ឆ្នាំ2026នឹងណែនាំឲ្យសមាធិច្រើនព្រោះដោយសារទាំងយប់ក៏ភ្លើងឆ្នាំក៏ភ្លើងអញ្ចឹងកាលណាភ្លើងមកគុំគ្នាគឺធ្វើឲ្យមនុស្សឆាប់ឆេវឆាវខ្លាំងណាស់អញ្ចឹងយើងត្រូវការរកកន្លែងរងាប់ផ្លូវចិត្ត Prayers are helping a lot this year. Meditation, yoga, anything that has to do with energy. And in paradise is such a place. I'm of a different religion. ចាកសិកម្មឆ្នាំ2026នេះមានបញ្ហាដោយសារកណ្ដុរចាអញ្ចឹងហើយអាចនឹងថ្នាំស្លាប់សត្វកណ្ដុរលក់ដាច់ទៀតចង់ជ្រាបកាន់តែច្បាស់កុំភ្លេចទស្សនាជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រដែលមានការផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 7 តទៅនៅលើកញ្ចក់ទូរទស្សន៍ PNN ហុងស៊ុយមិនមែនជារឿងងប់ងល់ហុងស៊ុយជារឿងដែលអាចពិសោធន៍បានព្រោះថានេះជាកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រយើងខ្ញុំទាំងអស់គ្នាអនុញ្ញាតគោរពជំរាបសួរវត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ពិសេសពីកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រជំរាបសួរស៊ីញ៉ាម៉ាសឺជំរាបសួរអ្នកគ្រូអញ្ចឹងយើងអាចបន្តដោយសារយើងកថាដោយសារតែប្រហែលសប្តាហ៍ទៀតយើងស្វាគមន៍ឆ្នាំថ្មីហើយអញ្ចឹងដូចអ្នកគ្រូបានជំរាបគឺថាភ្លើងមកផ្ទួនគ្នាហើយយើងនឹងអាចមានហេតុការណ៍មួយដែលកម្ពុជាយើងគូប្រយ័ត្នហ្នឹងគឺគេរៀបពណ៌យើងចាឧទាហរណ៍ជាក់ស្ដែងអញ្ចឹងគឺគាត់មុននឹងមកឮថាស្រុកខ្មែរមានគ្រោះទឹកជំនន់ចាប៉ុន្តែសម្រាប់គាត់មកដល់ថាដូចអត់មានឃើញអីទេចាប៉ុន្តែបងប្អូនជឿទេថាមកដល់ចំណុចនេះថ្ងៃនេះកម្ពុជាបានបាត់បង់អ្នកទេសចរច្រើនណាគ្រាន់តែគេឃើញតាម YouTube social media ថា Cambodia មាន flat មានទឹកចំនួនណាអ្នកគ្រូចុងឆ្នាំអញ្ចឹងគេចំណាយលុយគេដើរលេងគ្រាន់តែលឺមួយម៉ាត់ហ្នឹងវីដេអូតាម1នាទី2នាទីហ្នឹងក៏អាចបំផ្លាញកាត់បន្ថយថវិកាជាតិយើងបានដែរគឺគេអត់មកស្រុកខ្មែរយើងទៀតទេអញ្ចឹងឆ្នាំនេះគឺយើងត្រូវប្រយ័ត្នហើយរឿងដែលគេលីពណ៌នេះមិនមែនកើតឡើងតែលើប្រទេសទេគឺកើតឡើងទៅលើបុគ្គលល្បីៗដែរដូចអ្នកគ្រូបានជំរាបអញ្ចឹងបុគ្គលល្បីៗក្នុងអាជីពណាក៏ដោយអាជីពណាក៏ដោយប្រយ័ត្នដែលមានឈ្មោះល្បីឈ្មោះល្បីល្បាញចាហើយចំណុចសំខាន់មួយគឺដែលខ្ញុំស្ដាប់បានគឺគាត់ថាអ្នកដែលឆ្នាំជូតទៅអ្នកគ្រូឆ្នាំជូតមានបញ្ហាខ្លាំងចាហើយអ្នកឆ្នាំជូតក៏ហាមពាក់កៅពណ៌ខពណ៌និយាយទៅពណ៌ធាតុភ្លើងចាតែជារួមទៅគឺប្រសាសន៍របស់ Senior Master Christina គឺដាស់ស្មារតីពួកយើងឲ្យមានការប្រុងប្រយ័ត្នតែពិតមាននៅក្នុងសភៅនេះទាំងអស់មានក្នុងសភៅទាំងអស់ហើយបើតាក់ទងនឹង fashion នឹងមួយទៀតអ្នកគ្រូគាត់និយាយពីការបញ្ចេញសមត្ថភាពឆ្នាំជូតបាញ់មិញគឺទោះបីជាមនុស្សឆ្នាំជូតឲ្យប្រយ័ត្នប្រយែងខ្លាំងកុំឲ្យពាក់ក្រហមប៉ុន្តែទន្ទឹមនឹងហ្នឹងក៏មានឱកាសនៅក្នុងការបញ្ចេញសមត្ថភាពដែរបញ្ចេញសមត្ថភាពគឺអាចយើងប្រើពណ៌ដូចពណ៌ធាតុមាសបានអាហ្នឹងពណ៌ធាតុមាសអាហ្នឹងគឺទីមួយជួយការពារខ្លួនរបស់គាត់ដែរជាពណ៌សំណាងប៉ុន្តែចំណុចសំខាន់ដែលយើងគួរតែឆែកឲ្យច្បាស់គឺឆែកមើលរាសីសំខាន់របស់យើងសិនចាអានេះអ្វីដែលយើងនិយាយនេះគឺនិយាយពាក់ព័ន្ធនឹងប្រចាំឆ្នាំជាទូទៅទេតែប្រចាំឆ្នាំរបស់យើងផ្សេងអញ្ចឹងឧទាហរណ៍ថាអ្នកដែលកើតឆ្នាំជូតមែនប៉ុន្តែចៃដន្យឆ្នាំជូតរបស់គាត់រាសីរបស់គាត់ត្រូវមួយធាតុភ្លើងទៅជាការបំរែបំរួលការផ្លាស់ប្ដូរពីអាក្រក់ទៅល្អវិញគឺអាចនឹងគេហៅឆុងហេងគឺអាចនឹងមានលុយនៅក្នុងឆ្នាំហ្នឹងគឺជីវិតទៅផ្លាស់ប្ដូរពេលហ្នឹងពីក្រទៅមានវិញអញ្ចឹងចាអ្នកគ្រូនឹងមួយទៀតដែរដែលគាត់ថាមនុស្សគួរតែព្យាយាមរងាប់អារម្មណ៍តាមរយៈឆាក្រោយដូចជាឧទាហរណ៍គាត់សម្រាប់គាត់មកស្រុកខ្មែរយើងអ្នកគ្រូនាំគាត់ទៅលេងកោះគាត់ទៅមិនដឹងថាគាត់ជាមនុស្សដែលចូលចិត្តស្ទុយថៃបងប្អូនពេលណាយើងតែកំហឹងខ្លាំងយើងពេលធ្វើអត់ធ្មត់គាត់មិនមើលយើងអត់ធ្មត់ហ្នឹងដើម្បីអាហ្នឹងគឺឲ្យអត់ធ្មត់អ្នកដែលអត់ធ្មត់បានអាចទៅបានត្រូវទេចាអញ្ចឹងឆ្នាំនេះគឺថាភ្លើងឆែកការដែលមនុស្សយើងគឺចិត្តខុសខើច្រើនមួម៉ៅច្រើនអត់មានការអត់ធ្មត់អញ្ចឹងទៅគឺឆ្នាំ2026ហ្នឹងណែនាំឲ្យសមាធិច្រើនបាទអញ្ចឹងកន្លែងដែលបើសមាធិអាចនឹងមានភៀវពេញព្រោះដោយសារទាំងយប់ក៏ភ្លើងឆ្នាំក៏ភ្លើងអញ្ចឹងកាលណាភ្លើងមកគុំគ្នាគឺធ្វើឲ្យមនុស្សឆាប់ឆេវឆាវខ្លាំងណាស់អញ្ចឹងយើងត្រូវការរកកន្លែងរងាប់ផ្លូវចិត្តចាមួយទៀតដែរដែលគាត់
បង្ហាញពីយើងត្រូវប្រយ័ត្នសុខភាពស្បែកដោយសារភ្លើងខ្លាំងពេកចាកម្ដៅនឹងឡើងខ្លាំងអញ្ចឹងធម្មតាយើងគិតថា30ជាងអីចឹងទៅនៅក្នុងឆ្នាំ2021អាចនឹង40ជាងទៅដូចអូស្ត្រាលីឆ្នាំខ្លះឡើងដល់50ចាអញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងគឺអាកម្រិតកម្ដៅហ្នឹងគឺវាសីតុណ្ហភាពកម្ដៅថ្ងៃហ្នឹងគឺវាឡើងខ្លាំងហើយកាលណាកម្ដៅថ្ងៃឡើងថ្ងៃវាអាចនឹងធ្វើឲ្យខូចស្បែកឬក៏មហារីកស្បែកចាស្បែកយើងខូចហ្នឹងអញ្ចឹងកន្លែងហ្នឹងឯងដែលខ្ញុំមិនបានសួរថាអញ្ចឹងបងប្អូនដែលគាត់លាប sunscreen ចាបងប្អូនដែលគាត់មានអាជីវកម្មលក់អ្នកលក់ sunscreen អញ្ចឹងគាត់នឹងមានឱកាសលេបបានច្រើនចា sunscreen នៅក្នុងឆ្នាំ2026នេះគឺត្រូវការច្រើនហ្មងព្រោះដោយសារបញ្ហាស្បែកមុខក៏ដោយស្បែកមិនទូទៅក៏ដោយគឺទៅការពារ protect ឲ្យមែនទែនព្រោះដោយសារកម្ដៅថ្ងៃកម្ដៅព្រះអាទិត្យនៅក្នុងឆ្នាំ2026នេះគឺវា strong ខ្លាំងចាបាទអរគុណអញ្ចឹងអ្នកគ្រូជាភាសាសង្ខេបរបស់ Senior Master អញ្ចឹងអូខេចាទៀតអញ្ចឹងមួយទៀតចំណុចមួយទៀតពាក់ព័ន្ធនឹងកសិកម្មចាកសិកម្មឆ្នាំ2026នេះមានបញ្ហាដោយសារកណ្ដុរបាទចាសត្វកណ្ដុរចាអញ្ចឹងហើយអាចនឹងថ្នាំស្លាប់សត្វកណ្ដុរលក់ដាច់ទៀតហ៎ព្រោះតែការសម្លាប់ចាបើស្មាត់តោអ្នកបងប្អូនកសិករចាប់ពីដើមគាត់ច្រើននិយាយថាសត្វចង្រៃចាអញ្ចឹងយើងត្រូវបំរុងការពារទុកមុនចាហើយចំណុចមួយទៀតពាក់ព័ន្ធនឹងវិស័យកសិកម្មចាវិស័យកសិកម្មឆ្នាំនេះក៏យើងព្យាយាមស្តុកទឹកព្រោះដោយសារប្រឈមនឹងការរាំងស្ងួតដោយសារក្តៅថ្ងៃខ្លាំងពេកគឺវាឲ្យខ្សោះទឹកខ្សោះអញ្ចឹងទៅស្តុកទឹកបើមិនអញ្ចឹងទេវិស័យកសិកម្មយើងនឹងប្រឈមនឹងបញ្ហាកង្វះទឹកបាទចានឹងចំណុចនេះជាចំណុចដ៏សំខាន់ចាហើយមួយទៀតវាជាចំណុចមួយដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចនៅក្នុងឆ្នាំ2026នេះបើសិនជានៅក្នុងថ្នាក់ដែលសាមញ្ញគេហៅថាមានឱកាសនឹងជារន់លុយដើរល្អចាដោយសារតែមានការ start up អ្វីដែលថ្មីចាបង្កើតអ្វីដែលថ្មីនៅក្នុងឆ្នាំ2026នេះច្រើនមានរបបកំហើញថ្មីដូចជាខាងបើវិទ្យាសាស្ត្រផ្នែកតកតងនឹងថ្នាំក៏រកឃើញប្រភេទថ្នាំដែល special សំខាន់ក្នុងការព្យាបាលក៏អាចរកឃើញនៅក្នុងឆ្នាំ2026នេះដែរបាទចាហើយការបង្កើតថ្មីក៏មានច្រើនប៉ុន្តែអ្វីដែលយើងសំខាន់កាលណាយើងប្រើរបស់ fake គឺអត់ជោគជ័យទេយើងបានតែមួយឆាវទេអញ្ចឹងនៅក្នុងឆ្នាំ2026នេះក៏ដោយនៅក្នុងយុគ9ក៏ដោយរបស់ fake គឺអត់ជោគជ័យមនុស្សល្អ fake ក៏មិនជោគជ័យដែរអញ្ចឹងយើងព្យាយាមធ្វើម៉េចក៏ដោយយើងកុំសម្ដែងធ្វើល្អតែយើងសុំឲ្យល្អអស់ពីចិត្តល្អពីក្នុងចិត្តចាអញ្ចឹងបានយើងអាចនឹងជោគជ័យបានអញ្ចឹងនៅក្នុងយុគកាលពីយុគ8អ្នកខ្លះក៏សម្ដែងធ្វើល្អតែឲ្យមានអ្នកចាប់បានចំណុចគាត់ថាគាត់សំដាយហ្នឹងមែនទេតែយក9នេះអត់បានទេដូចហាញដល់លះហាញហ្មងចាលះចិត្តទេអញ្ចឹងខុសគ្នាពីស្ថានភាពពីយុគសម័យមួយទៅយុគសម័យមួយមានការផ្លាស់ប្ដូរចាអញ្ចឹងនៅក្នុង2026នេះភ្លើងមកទៀតគឺបើបង្ហាញហ្មងលាក់ក៏លាក់ចិត្តដែរអ្វីដែលមិនល្អលាក់ចិត្តទេអញ្ចឹងដូចអ្វីមិញដែលខ្ញុំ Master Christina គាត់និយាយពីពាក់ព័ន្ធនឹងអ្នកខ្លះ profile fake ទៀតដូចគាត់និយាយមកថាបើ master ពិតប្រកបអត់ឬក៏ fake master ទៀតអញ្ចឹង there's such word exists like fake master they fake it they claim themselves as a so many even in Europe that's dangerous for us it is dangerous because we live in the times when people do not check anything so fast we like everything that is fast no time to check. This year they cannot hide anymore this will come to the surface they will also come to the surface so because it's not just illusion it's also showing ចឹងនៅក្នុងឆ្នាំ2026នេះគឺមនុស្សយើងត្រូវការដឹងរឿងអ្វីដែលពិតប្រាកដណាត្រូវការ research រកប៉ាឧទាហរណ៍ថាអ្នកនឹងមកមួយគាត់ធ្វើបែបនេះល្អចេះពួយឆែកមើលតើល្អចឹងមែនអត់ profile របស់គាត់នឹងល្អមែនអត់ចឹងណាពួកឯងថាខ្ញុំឧទាហរណ៍ងាយលេងងាយចាស់ Feng Shui Master អ្នកខ្លះក៏ត្រឹមតែរៀនបានកន្លះឆ្នាំចេញមក Master បាត់ប៉ុន្តែសួរថា Master បានពីណាមកអ្នកណាទទួលស្គាល់ឧទាហរណ៍ថាបើសិនជាករណីមានកន្លែងមួយបើខ្ញុំឧទាហរណ៍កន្លែងមួយដែលបើកថាបង្រៀនតើអ្នករៀនចប់ปุ๊បឲ្យ Master សួរថាតើកន្លែងហ្នឹងមានសិទ្ធិដែលឲ្យសញ្ញាបត្រ Master អត់
បើគ្រាន់តែជាលិខិតប្រដាមួយសន្លឹកនិយាយថា master តែអ្នកនោះគាត់រៀនមកមិនទាំងអនុវត្តចេះគាត់បានជួយអ្នកណាគេមិនទេសំខាន់គឺការអនុវត្តអត់បានតែគាត់ master បែបវិធីណាអញ្ចឹងចំណុចនេះគឺsenior master Krishna គាត់និយាយមួយខ្ញុំដែរគាត់និយាយថាអ្វីដែលគាត់ស្រឡាញ់នៅក្នុង ISA គាត់ស្រឡាញ់តថាពួកយើងរៀនហើយយើង practice យើងអនុវត្តហើយយើងរៀនទៀតរៀនហើយយើងអនុវត្តយើងតេស្តយើងត្រូវដឹងថាតើមួយជា formula មួយណាពិត formula មួយណាដែលមិនពិតមួយណាដែលយើងអាចជួយមនុស្សបានមួយណាដែលជា formula មិនពិតគឺធ្វើឲ្យមិនមែនមិនត្រូវមិនជួយទេគឺធ្វើឲ្យអ្នកដែលជឿយើងនេះគ្រោះថ្នាក់ទៀតអានឹងហើយគឺជាចំណុចដែលពិបាកមែនទែនគឺសម្រាប់ការ control សម្រាប់អ្នកដែលរៀនថ្មីចឹងចំណុចនេះដែលពួកយើងទាំងអស់គ្នារៀងរាល់ឆ្នាំហ្នឹងគឺមានការធ្វើបទបង្ហាញពី senior master ក៏ដោយ master ដែលធំក៏ដោយដែល grand master ក៏ដោយគឺទៅធ្វើបទបង្ហាញថាតើ formula មួយណាតែប្រើបានល្អprobably ណាប្រើបានមិនល្អអ្នកខ្លះក៏រៀន pop master ទាំងអស់ខ្លះទៅ grand master ទៀតតែ grand master មិនអាចជួយឲ្យខ្លួនឯងជោគជ័យ master ក៏មិនអាចជួយឲ្យខ្លួនឯងជោគជ័យតើជួយឲ្យអ្នកណាជោគជ័យអានេះហើយជាបញ្ហានៅក្នុងឆ្នាំ2026ដែលគេប្រយ័ត្នថា fake profile គឺមានច្រើនមានច្រើនណាស់ក្នុង2020ឆ្នាំមុនអាចនឹងមានតែឆ្នាំ2026ចេញមកមានច្រើនហ្មងហើយដល់ពេលអញ្ចឹងអ្នកដែលមិនបានដឹងងាយស្រួលនឹងចាច់បោកគេចាហើយចំណុចនេះខ្មែរយើងក៏ដូចគ្នាដែរចាឃើញថ្មីនេះខ្ញុំក៏ឃើញមានបញ្ហាច្រើនណាស់ចាពាក់ព័ន្ធនឹងកាយងៅហេងមុខណាកាយសម្ផស្សមុខស្អាតស្រាប់ហើយតកាយអត់ខុសអស់លេងលាក់រោស៊ីធ្លាក់បាត់ខ្ញុំសួរថាការហើយតើអ្នកដែលឲ្យ consultant គេទទួលខុសត្រូវទេចាកាយមុខគ្នាខូចបាត់ហើយណាចាចឹងទៅកាយងៅហេងមុខខូចដល់ពេលគ្នាធ្លាក់បន្ទោសណាបន្ទោសហ្វុងស៊ុយហើយហ្វុងស៊ុយពិតប្រកបគេមានគេអង្គណាតែអានេះអត់ពិតប្រកបទៅធ្វើឲ្យខូចនេះហើយជាបញ្ហាគឺនៅក្នុងឆ្នាំ2026ដែលត្រូវប្រឈមខ្លាំងមែនតើចាចឹងទៅ research សំខាន់ណាទ្រឹស្ដីអ្នកបកកែទ្រឹស្ដីមិនប្រកបថាបកកែអនុវត្តទេចាចំណុចហ្នឹងណាអ្នកខ្លះបកកែខ្ញុំឧទាហរណ៍ថាបកកែឧទាហរណ៍ថាទ្រឹស្ដីនិយាយចេញមកទៅធ្វើឲ្យចេះល្អតើខ្លួនគាត់បានធ្វើនៅខ្លួនគាត់ចេះអនុវត្តបាននៅខ្លួនគាត់អាចយកទ្រឹស្ដីហ្នឹងមកជួយខ្លួនគាត់បាននៅអត់បាននៅពេលដែលអត់បានតើយើងអាចនឹងជឿគាត់បានទេថារូបមន្តដែលគាត់ធ្វើហ្នឹងត្រូវឬមិនត្រូវនេះអាចជាបញ្ហាតែអ្វីដែលគាត់និយាយមុនហ្នឹងប្រឈមនឹងរឿងហ្នឹងមែនតើនៅក្នុងឆ្នាំ2026នេះចឹងនឹងមានករណីនឹងកាត់ឡើងច្រើនណាស់ស្រុកខ្មែរអ្វីដែលបារម្ភគឺបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺត្រូវតែប្រយ័ត្នរឿងហ្នឹងមែនតើ fake ច្រើនណាស់ច្រើននេះហើយឥឡូវនេះគេចាប់ដើមមានច្រើនណាស់ហើយក៏មានអ្នកខ្លះសុំថតរូបជាមួយខ្ញុំមកប៉ោះហើយទៅដើរបោកគេក៏មានដែរគ្នាគ្រូកូនសិស្សចំណិតសិស្សអ្នកគ្រូចាតែពិតអត់ដែរបានរៀនអីមួយអានេះមិនខុសពីអ្នកខ្លះក៏ទៅសុំថតរូបជាមួយថ្នាក់ដឹកនាំណាអារឿងឲ្យផុសមេអានេះខ្ញុំនៅក្បែរមេបានឡើងអត់បានទេណាចាអញ្ចឹងបានថាសូម្បីតែពួកខ្ញុំនៅក្នុង ISA ក៏អញ្ចឹងដែរGrand Master ទាំងអស់គាត់និយាយគាត់បារម្ភកន្លែងហ្នឹងព្រោះដោយសារពួកយើងយល់ច្បាស់ពីរឿងហ្វុងស៊ុយហ្នឹងបើសិនជាយើងធ្វើរៀបចំឲ្យត្រូវតាមក្បួនខ្នាតអ្នកដែលបានទទួល consultant ពីយើងតាមក្បួនខ្នាតហើយធ្វើតាមអ្វីដែលយើងប្រាប់ពិតប្រាកដគឺពិតជាជួយបានមែនតែបើសិនជាអ្នកស្ទើរទៅប្រាប់គេខុសអាហ្នឹងមិនមែនត្រឹមមិនជួយទេដូចទៅរុញគាត់ធ្លាក់ទឹកចឹងអាហ្នឹងជាបញ្ហាចាហើយបើខ្ញុំនិយាយនៅក្នុងវិស័យហ្វុងស៊ុយគ្រូហ្វុងស៊ុយរាប់ម៉ឺនអ្នកប៉ុន្តែរកអ្នកដែលមានជំនាញខ្លាំងបានរកឲ្យបាន50អ្នកចាបាទចាបានន័យថាបើបងប្អូនមិនប្រយ័ត្នទេដូចលេងសាច់នឹងជោគវាសនាគាត់អញ្ចឹងចាអញ្ចឹងនេះចំណុចមួយដែលថាអ្នកខ្លះថាជឿទៅអីព្រោះដោយសារកន្លងមកគាត់ជួបអ្នកដែល fake ច្រើនអញ្ចឹងគាត់បាត់ជំនឿចាដល់ពេលទៅជួបពិតអ្នកដែលពិតដែរអ្នករងគ្រោះខ្លាចគេគឺគេទៅគេប្រមាថអីចាអញ្ចឹងចំណុចហ្នឹងដែលខ្ញុំនិយាយតែនិយាយថាបើសិនជាមុនយើងចង់ជឿអីមួយជឿដោយបញ្ញាតែមើលខ្លួនឯងសិនកុំគាត់តែគេនិយាយពឹបល្អអានេះក៏ល្អនោះក៏ល្អយើងអាចបែងចែកបានចុងក្រោយគឺយើងគ្រោះថ្នាក់សូម្បីតែខ្លួនខ្ញុំមុននឹងខ្ញុំធ្វើអីមួយនៅក្នុងវិស័យហ្វុងស៊ុយខ្ញុំតែខ្លួនខ្ញុំឲ្យស្រាប់ហើយខ្ញុំតែពេលខ្លះតែរហូតដល់ចូល ICU ខ្លួនឯងក៏មានដែរបាទតែសារអីខ្ញុំចង់ដឹងថាវិជាមួយណាពិតមួយណាមិនពិត
nhưng mà ai vôប្រជាជនមកអត់តែបានទេបងប្អូនប្រជាឬក៏តេជនមកតែបានតែខ្លួនឯងបើស្រាប់ខ្លួនឯងចុះចា ហើយក៏ធ្លាប់បានធ្វើហើយ ធ្លាប់ធ្វើហើយខ្ញុំអាចជួយ ICU 2 ដងចាពួកដែលឯង ស្វែងរកចម្លើយ ដើម្បីរកចម្លើយថាមួយណាពិតមួយណាខ្លាយខ្លាយហេតុអីបានកំពីហ្វុងស៊ុយទាំងអស់មកនៅខ្ញុំចំណុចមួយនេះខ្ញុំនឹងមាននិយាយមួយទៀតថាtopic ក្រោយចានិយាយតែវាជារឿងមួយដែលផលចំណេញរបស់កម្ពុជាយើងមែនតែនផលចំណេញខ្លាំងបើសិនជាយើងមើលឲ្យជ្រៅគិតឲ្យជ្រៅគឺកម្ពុជាយើងចំណេញខ្លាំងហើយក៏ខ្ញុំក៏សូមអរគុណដល់លោកគ្រូខ្ញុំដែរដែលគាត់សន្យាជាមួយខ្ញុំជាមួយអាដាមរដ្ឋមន្ត្រីគាត់សន្យាព្រោះធម្មតាគាត់ជាអ្នកដែលអាចជួយនៅវិហារជាខនសាធារណៈរបស់ការអភិវឌ្ឍរបស់ប្រទេសគាត់អញ្ចឹងគាត់ធ្វើឲ្យជោគជ័យហើយអញ្ចឹងខ្ញុំបានសិក្សាពីគាត់ហ្នឹងយើងដឹងថាតើយើងគួរធ្វើម៉េចដើម្បី support ឲ្យប្រទេសយើងរីកចម្រើនហើយពេលហ្នឹងខ្ញុំជាមួយអាដាមរដ្ឋមន្ត្រីគាត់និយាយថាជួយកម្ពុជាផងអ្វីដែលអាចជួយបានគាត់ថាអូខេក៏អូខេពីអូខេក៏មួយម៉ាត់ក៏អត់ភ្លេចទេក៏អត់និយាយចោលទេទីបំផុតគាត់ធ្វើមែនចាគាត់ធ្វើមែនហើយតាំងពីពេលហ្នឹងគឺគាត់ចាប់ផ្ដើមគឺអីក៏ដោយគឺគាត់ត្រូវឲ្យយើងបរៀនយើងទៅធ្វើម៉េចធ្វើពីណាទៅណាអញ្ចឹងការដែលយើងធ្វើនោះមិនមែនលក្ខណៈជំនឿទេចាគេធ្វើជោគជ័យហើយប្រហែលប្រទេសដែលគាត់រៀបចំទាំងអស់គឺចាប់ដើមរីកចម្រើនមែនតើនៅក្នុងកំឡុងពេលប្រហែលឆ្នាំចុងក្រោយនេះក្នុង10ឆ្នាំចុងក្រោយនេះគឺរីកចម្រើនមែនតើអញ្ចឹងយើងដឹងថាវាទៅរួចហើយចុះហេតុអីយើងមិនធ្វើចាហើយធ្វើយើងអត់មានទៅគេដើរមុនយើងចាគេដើរមុនយើងហើយគ្មានពាក់ព័ន្ធនឹងជំនឿគាត់ថាដូចខ្ញុំឧទាហរណ៍ថាខ្ញុំសង់កន្លែងណាមួយអភិវឌ្ឍកន្លែងណាមួយឲ្យតែខ្ញុំអភិវឌ្ឍត្រូវកន្លែងគឺចំណូលចូលប្រទេសហើយចំណូលចូលក្រុមហ៊ុនក៏ចំណូលចូលប្រទេសដែរមែនទេទេសចរចូលប្រទេសទេសចរចូលចរន្តលុយក៏ចូលទៅប្រជាជនដែរពុនក៏ចូលប្រទេសដែរអាហ្នឹងគឺយើងគិតឲ្យវែងណាដើម្បីប្រយោជន៍ជាតិប្រយោជន៍ប្រជាជនយើងទាំងអស់គ្នាតែយើងធ្វើបែបហ្នឹងរស់ទាំងអស់គ្នាយើងអត់អាចទៅរស់ម្នាក់ឯងទេស្លាប់ទៅយើងទៅ2ម៉ែត្រ4ជ្រុងទេចាអញ្ចឹងតើយើងតើមានអាគេហៅក្រាត់កំណត់មួយនឹងមួយគឺធ្វើដើម្បីជាតិដើម្បី support រាជរដ្ឋាភិបាលជួយគ្នារាជរដ្ឋបើសិនជារាជរដ្ឋាភិបាលប្រឹងតែខ្លួនប្រឹងតែរាជរដ្ឋាភិបាលប្រជាជនឡើងទៅវល់ទាញឡើងទៅវាយបហាឡើងទៅអីអញ្ចឹងគឺពិបាកតែចំណុចហ្នឹងគឺខ្ញុំតែងតែគិតថាបើយើងអាចនឹងបដោះបដាលចំណេះជំនាញដល់ប្រជាពលរដ្ឋយើងឲ្យមានចំណេះជំនាញច្បាស់លាស់កុំងាយនឹងជឿអ្វីដែលគ្រាន់តែឮគេថាដូចគាត់និយាយមិញហ្នឹងណាគាត់តែគេនិយាយកុំជឿ research សិនឲ្យ research សិនចឹងកាលណាយើង research ដឹងពី profile ទាំងអស់ background គេទាំងអស់យើងនឹងមិនចាច់បោកគេទេហើយមុននឹងជឿឲ្យមួយតេស្តសិនចាយើងតេស្តពិសោធន៍ខ្លួនយើងទៅមែនអត់ដូចគេនិយាយមែនអត់ហ្នឹងគឺអ្នកពិតអត់ខ្លាចគេតេស្តទេចាហ្នឹងចឹងចាចំណុចហ្នឹងហើយមែនតើនៅក្នុង topic នៃការព្យាករណ៍ក្នុងឆ្នាំ2026នេះអត់តន់ចប់ទេវាច្រើននៅច្រើនតទៀតទៅបានតិចទេបាទហើយជាចំណុចណាបាទនេះយើងគាត់ជារួមឲ្យអ្នកគ្រូគាត់ចង់ឲ្យបងប្អូនប្រយ័ត្នរឿងការងងខ្លៅឆាប់ជឿចាហើយពាក់ព័ន្ធនឹងសុខភាពប្រយ័ត្នមែនតើនៅក្នុងឆ្នាំ2026នេះឲ្យប្រយ័ត្នមែនតើនឹងបញ្ហាគាំងបេះដូងបញ្ហាបេះដូងបញ្ហាដាច់សរសៃឈាមបញ្ហាគ្រាប់ឈាមភ្នែកហើយនឹងកលៀនចាតិចក៏ជាបញ្ហាធំដែរចានឹងឲ្យប្រយ័ត្នហើយមែនតើការពិតវាមានអ្វីដែលច្រើនទៀតប៉ុន្តែអត់ហ៊ាននិយាយសុខចិត្តសរសេរនៅក្នុងសភៅវិញចាសរសេរក្នុងសភៅទៅយើងអាចដឹងថាមូលហេតុអីមានពីណាមូលហេតុពីណាខ្ញុំខ្លាចយ៉ាងនេះខ្លាចគេកាត់មកកណាត់ចាវីដេអូកាត់មកកណាត់ហ្នឹងកាត់អត់ដឹងអីចេញទៅមកនេះទៅនេះអត់ដឹងជេរយើងលេងមិនជាសាររបស់អ្នកគ្រូមិនជាសារទេសំខាន់អ្វីដែលខ្ញុំតែងតែផ្សាយទៅនេះទីមួយខ្ញុំអត់បានលក់អីវ៉ាន់នេះមែនទេអត់ហើយមានលក់វត្ថុមង្គលទេចាហើយចំណុចមួយទៀតតទៅនឹងកាយឆុងឆ្នាំនេះវាមាន sensitive បន្តិចចាមកម៉ែប្រើច្រើនហើយទេចាប៉ុន្តែខ្លាប្រើល្អជាងមកម៉ែនៅក្នុងឆ្នាំ2026នេះគាត់ប្រហែលប៉ុណ្្នឹងឯងខ្លាប្រើល្អជាងមកម៉ែប្រើឲ្យទោសផងការពារផងឲ្យទោសផងដូចជាអបក៏ចាក់ពីក្រោយអញ្ចឹងតែបើខ្លាប្រើល្អជាងមានសិទ្ធិភាពជាចាទៅជា sticker ខ្លាបតោងខ្លាអីខ្លាប្រើល្អជាងមកម៉ែតែសួរម៉ែប្រើបានតែល្អផងអាក្រក់ផង
អាហ្នឹងអញ្ចឹង បាទដូចកាលពីឆ្នាំ2020 ចាហ្នឹងចា បាទ ចាអញ្ចឹងក្នុងចំណុចនេះថាអូខេអ្នក happy នឹងប្រើមួយម៉ែក៏ប្រើទៅអ្នក happy នឹងប្រើខ្លះក៏ប្រើទៅប៉ុន្តែខ្ញុំគាត់និយាយថាបើពីរហ្នឹងខ្ញុំឲ្យប្រើខ្លាព្រោះខ្លាជាឈើអញ្ចឹងមកមីឆុងជូតវាឆុងគ្នាយកឈើមកការពារគ្នាកាត់បន្ថយការឆុងវាទៅជា support គ្នាវិញ ចា ហ្នឹងអញ្ចឹងចា អរគុណសម្រាប់ពេលវេលារបស់អ្នកគ្រូ I think we have come to a conclusion now for now for this episode. Maybe if you What are your I would like to add a little bit why we keep talking about the fake specialist. Because every domain you see, every profession has its corpus of control, like associations, orders, like the architects are not by themselves, the medics are not by themselves. The lawyers have to stand together in some association. The Feng Shui also have an international Feng Shui association. It may be some others, I don't know. But the people always have to check the right specialist because Feng Shui is so strong that if done wrongly, it can do a lot of harm. If it's a strong tool, you cannot do it by yourself at home just reading a few articles. This is nothing. You cannot put two Mandarin ducks and pray for the biggest love of your life. It's useless, okay? It's childish. You need a strong technique, a scientific technique. And to give you the latest advice, how can we temper this year, this strong fire? First of all, we should do a lot of insurance policies. We shouldn't sleep quietly because it may happen. It may not, but it may happen. So we should be very safe. We should better safe than sorry. How is the word? Especially those who are in the south and in the north living, or maybe they are facing the south, and the south especially, except the Tai Sui, also has the 5 killings. Yeah. So this is a lot of blockages. So they have to be especially more careful about this. And then prayers are helping a lot this year. Meditation, yoga, anything that has to do with energy. And in paradise is such a place. I'm of a different religion. I'm not a Buddhist. No. I'm an Orthodox, but I felt so much energy over there. I was with Master Nali and my hair is like, wow. Yeah, because where is energy and it's pure energy, you can feel it. So this year we should be more patient, we should practice patience, we should eat less meat if possible for those who have problems. Already they know they have a lot of fire in their charts. And then we should meditate and pray more. This is, and also a joyful year because we have also the romantic energy over there, especially for the snakes, the roosters, and the ox. And that's it. Thank you, Senior Master. You know, if I could really wrap up your messages here, there's only one sentence in my language, in Khmer. We say, បើសិនជានេះខ្ញុំអាចសង្ខេបជារួមនៅសាររបស់ Senior Master Christina អំបញ្ញមិញគឺងាយមែនតើការពារប្រសើរជាងព្យាបាលចានេះអាចជាសារដ៏សំខាន់សម្រាប់ ហុងស៊ុយគឺបែបហ្នឹងយើងដឹងមុនត្រូវការពារប្រសើរជាងយើងមិនដឹងហើយបណ្ដោយឲ្យកើតឡើងដោយតាមប្រេងវាស្នាគឺអត់បានទេបាទដូចសារខ្ញុំនិយាយថាដឹងមុនយើងជាម្ចាស់នៃព្រំលិខិតចាណាបាទចា Thank you. What a lovely time talking to you and Master Nali. Thank you so much. Truly appreciate it, and I hope. គាត់លងស្នេហ៍យិន Paradise. We all love Yin Paradise. We got to go back there. Yes, because now I understand a little bit more. As I traveled around Cambodia and I understood more the culture, I want to go back because I will see everything with a little bit more information and awareness, because this is the word. When you go there, at least you should know a little bit of the Cambodian Khmer culture. Yes. In order to understand everything that's over there. So I wish I could go back quite fast because I want to experience with a different awareness, and I will not be just a tourist this time. Come back with your student, right? Yes, I want to come back with my student because they will also see the landform, the perfect land. The perfect landform. It is. This is a practice, as Master Nali always say, and I like to often say this, practice is the best instrument we have. Because just theory is just theory.
There are a lot of people like medics that know a lot of theory, but I would not let them touch my anything like my health because they don't know how to keep a knife. They don't know how to do a dent. Nothing. They don't know how to keep the instruments. A real feng shui in any domain, not just a real master in any domain, not just feng shui, is also a practitioner. What does practice mean? I practice, I get results. I practice, I get results. And over 20 years, I see the amazing results feng shui can bring. But I also practiced the good energies and the bad energies, just like Master Nali. I experience in order to tell my students and my clients about their effects. Because if I tell a client this year, you shouldn't do anything on the south, but I have never experienced myself knowing the Tai Sui, the Grand Duke, I cannot tell. So we always have to talk by experience. Yeah. Thank you. អរគុណច្រើន អរគុណច្រើន លា Master Marie ម្ដងទៀតព្រោះជា Thank you again Teacher Na Thank you so much for for this. joining with us Thank you. It And was a then For pleasure. me, this is my personal opinion. If I could say to you that, you know what, people, if you learn feng shui, you will be as beautiful as seeing Master Christina and Master Nadi from the inside out. Mean បើសិនជាយើងចាប់ដើមរៀនវិជ្ជាហុងស៊ុយនឹងធ្វើឲ្យយើងអភិវឌ្ឍខ្លួនឯងខ្លាយជាមនុស្សដែលស្អាតទាំងខាងក្នុងស្អាតទាំងខាងក្រៅចាទាំងរូបស្អាតហើយទាំងចិត្តល្អទៀតអានេះជាការគិតរបស់ខ្ញុំទេណាគ្រូខ្ញុំអាចជម្រាបទស្សនិកជនជា personal opinion ជាការគិតផ្ទាល់ខ្លួនប៉ុន្តែមើលទៅគឺអញ្ចឹងមែនចាអញ្ចឹងបងប្អូនទាំងអស់គ្នាជារួមទៅគឺវិជ្ជាអ្វីក៏ដោយឲ្យតែពិតប្រាកដមានវិជ្ជាជីវៈត្រឹមត្រូវប្រកាសជាអាចជួយដល់យើងបានអញ្ចឹងឆ្នាំនេះឆ្នាំ2026នឹងមានករណីការលាបពណ៌ការប្រឌិតរឿងច្រើននឹងមានមនុស្សដែលអត់មានជំនាញច្បាស់លាស់ប៉ុន្តែអះអាងថាខ្លួនឯងចេះអញ្ចឹងបងប្អូនត្រូវប្រយ័ត្នបងប្អូនត្រូវប្រើសតិបញ្ញាពិចារណាដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួនឯងហើយកាលណាដែលរឿងមិនពិតកើតឡើងចាក្នុងសង្គមមួយសង្គមនោះគឺអញ្ញាញ៉ៃខ្លាំងណាស់អញ្ចឹងអ្វីដែលជាសារជារួមយើងទាំងអស់គ្នារួមបំបត្តិព័ត៌មានខ្លាំងៗហើយយើងជួយប្រម៉ូទប្រទេសយើងឲ្យទេសចរចូលមកប្រទេសយើងឲ្យច្រើនដើម្បីឲ្យយើងមានថវិកាជាតិដើម្បីបងប្អូនយើងមានការងារធ្វើដើម្បីឲ្យសេដ្ឋកិច្ចយើងដើរទៅលឿនចាអញ្ចឹងមានតែអំពើល្អមានតែចំណេះដឹងពិតប្រាកដទេទើបអាចជួយជីវិតយើងទាំងអស់គ្នាបានហើយក៏អរគុណអ្នកគ្រូម្ដងទៀត អរគុណច្រើន អរគុណច្រើននេះសម្រាប់ការគ្រប់គ្រងចាយើងនឹងជួបជាមួយនឹងកម្មវិធីក៏ដូចជាប្រធានបទពិសេសជាច្រើនសម្រាប់ជូនដល់ប្រិយមិត្តដែលជាអ្នកគ្រប់គ្រងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រនៅពេលនេះក្រុមការងារទាំងអស់គ្នាសូមជម្រាបលាអរគុណអ្នកត្រីសុស្ដី